បាទសូមគោរពជំរាបសួរអ៊ំពូមីងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបពិសេសមួយទុកជូនអ៊ំពូមីងបងប្អូនភ្លុកថាតើវាមានរសជាតិឆ្ងាញ់ប៉ុណ្ណាបាទម្ហូបពិសេសរបស់យើងថ្ងៃនេះនោះគឺគ្មានអីឆ្ងាយពីរឿងរបស់សំរងស៊ីទេដែលជារឿងខ្ញុំចូលចិត្តនិយាយជាងគេក្នុងរយៈពេលដែលខ្ញុំបាននិយាយរឿងកិច្ចការងារអស់នេះយោងតាមសកម្មភាពជាច្រើនខែមកនេះបូករួមទាំងសកម្មភាពថៃឈ្លានពានកម្ពុជាផងខ្ញុំបានសង្កេតឃើញរឿងមួយដែលពិសេសសម្រាប់យើងហើយដែលអ៊ំពូមីងខ្លះក៏បានដឹងដែរក៏មិនបាននិយាយបាទមិននឹកឃើញតែខ្ញុំទេគឺបានមើលឃើញថាសំរងស៊ីបានបាត់បង់ឱកាសមាសដ៏ធំមួយបន្ទាប់ពីក្រោយឆ្នាំ2013ឱកាសមាសនោះជាស្អីគឺថៃឈ្លានពានកម្ពុជាសារជាថ្មីនេះហើយគឺជាឱកាសមាសរបស់សំរងស៊ីឱកាសមាសនោះយ៉ាងម៉េចក្រោយតែពីបរាជ័យក្នុងឆ្នាំ2012 2013រហូតដល់រលាយបាក់រត់ចោលស្រុកអស់សំរងស៊ីមិនមានឱកាសណាមួយក្នុងការអាចឈានទៅដល់ការផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានទេដូច្នេះឱកាសតែមួយដែលសំរងស៊ីរំពឹងទុកទាំងយប់ទាំងថ្ងៃជាង10ឆ្នាំនេះគឺការឈ្លានពានរបស់ថៃសារជាថ្មីមូលហេតុអីបានជាសំរងស៊ីគាត់រំពឹងលើរឿងនេះទី1តាមរយៈកូនចៅរបស់សំរងស៊ីបានដឹងថាក្នុងចំណោមពលករដែលនៅថៃគឺជាអ្នកគ្រប់គ្រងសំរងស៊ីអានេះកូនចៅសំរងស៊ីអ្នកថាមិនមែនបងប្អូនអ្នកទៅថៃនឹងជាអ្នកគ្រប់គ្រងទេអ្នកគ្រប់គ្រងសំរងស៊ីទេទោះបីជាលោកអ្នកគ្រប់គ្រងរាំងស៊ីក៏ដោយគ្រប់គ្រងរដ្ឋាភិបាលក៏ដោយខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងថាសកម្មជនធំរបស់សំរងស៊ីនៅថៃបានប្រាប់សំរងស៊ីថាអ្នកមកថៃភាគច្រើនគឺជាអ្នកមិនចូលចិត្តរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននឹងជាអ្នកគ្រប់គ្រងលោកសំរងស៊ីចំនួនប្រមាណលានអ្នកឬក៏ប្រមាណ40អ្នកអីចឹងទៅនេះគឺខ្ញុំបានបញ្ជាក់ខ្ញុំមិនបានចោទអ៊ំមីងបងប្អូនទៅថៃថាជាសកម្មជនរបស់ពួកប្រឆាំងទេប៉ុន្តែក្នុងនោះវាពិតជាមានសកម្មជនពួកប្រឆាំងមួយក្តាប់មែនប៉ុន្តែអាមេខ្លោងធំនៅថៃនឹងបានប្រាប់សំរងស៊ីថាគឺមានអ្នកគ្រប់គ្រងលោកសំរងស៊ីទាំងស្រុងដែលនៅថៃនេះដែលជាជនជាតិខ្មែរមកធ្វើពលករហេតុនេះហើយបានជាសំរងស៊ីរំពឹងថានឹងមានការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ថៃសារជាថ្មីសំរងស៊ីនឹងមានសញ្ញាបត្រនយោបាយលេងចុងក្រោយមួយដែរប៉ុន្តែកំហុសធំរបស់សំរងស៊ីនោះគឺសំរងស៊ីមិនស្គាល់អ្នកដែលខ្លួនឯងបានទុកជាសត្រូវឧទាហរណ៍ទៅទុកសម្ដេចតេជោជាទីគោរពថាជាសត្រូវតែសំរងស៊ីអត់ស្គាល់សម្ដេចតេជោច្បាស់ទេហើយសំរងស៊ីរឹតតែមិនស្គាល់ថានរណាជាមិត្តពិតប្រាកដអ្នកណាជាសត្រូវពិតប្រាកដទៅទៀតហើយសំរងស៊ីក៏មិនស្គាល់អំពីសម្ព័ន្ធមិត្តរបស់ខ្លួនឯងនៅក្នុងស្រុកថៃច្បាស់ដែរអានេះហើយជាមូលហេតុដែលគាត់បាត់បង់ឱកាសហ្នឹងស្របពេលចៃដន្យមួយដែលឱកាសហ្នឹងបានមកដល់ថៃចាប់ផ្ដើមឈ្លានពានទឹកដីកម្ពុជាសារជាថ្មីរងចាំអស់រាប់សិបឆ្នាំទើបថៃមានគំនិតនឹងបានបញ្ចេញសកម្មភាពឈ្លានពានទឹកដីកម្ពុជាសារជាថ្មីក្នុងពេលដែលនេះជាឱកាសមាសរបស់សំរងស៊ីហេតុអីបានសំរងស៊ីធ្វើឱកាសនេះមិនឲ្យជោគជ័យបានសំរងស៊ីធ្វើរឿងនេះមិនជោគជ័យដោយសារអីវាមានកត្តាជាច្រើននៅក្នុងហ្នឹងទី1អ្នកសហការជាមួយសំរងស៊ីមិនបានប្រាប់សំរងស៊ីថាថៃមានគម្រោងឈ្លានពានទឹកដីកម្ពុជានៅពេលណានោះទេបាទហើយតំបន់ណាចំណុចណានោះទេមូលហេតុអីបានជាគេអត់ប្រាប់បើធ្វើជាសម្ព័ន្ធមិត្តជាមួយគ្នាហើយគួរតែប្រាប់ឲ្យសំរងស៊ីបានដឹងនឹងរៀបកាលានយោបាយបានមុនតែមូលហេតុអីបានគេអត់ប្រាប់កត្តាដែលគេមិនប្រាប់មាន2កត្តាធំកត្តាទី1ដៃគូរបស់សំរងស៊ីដែលនៅក្នុងប្រទេសថៃហ្នឹងក៏អត់ដឹងថារដ្ឋាភិបាលថៃគេមានគម្រោងឈ្លានពានទឹកដីកម្ពុជានៅពេលណាចំណុចណានោះដែរមូលហេតុអីបានអត់ដឹងយើងឃើញហើយថាថៃមានការបែកខ្ញែកច្រើនបកច្រើនពួកណាស់ដូច្នេះអ្នកដែលកាន់ការងារជាមួយសំរងស៊ីសហការគ្នានេះក៏មិនប្រកាសថាជាអ្នកដែលស៊ីជម្រៅក្នុងរដ្ឋាភិបាលនិងដឹងរឿងរដ្ឋាភិបាលថៃច្បាស់ដែរដូច្នេះគាត់អត់ដឹងដល់គាត់ដឹងគាត់អត់មានអីជូនទៅសំរងស៊ីប្រាប់ទៅសំរងស៊ីឲ្យសំរងស៊ីរៀបចំកិច្ចការងាររបស់សំរងស៊ីបានទេកត្តា1កត្តាទី2គឺកត្តាមិនទុកចិត្តបើទោះបីជាសំរងស៊ីបានคลายទៅជាជនក្បត់ជាតិរត់ចោលស្រុកយ៉ាងណាហើយក្តីប៉ុន្តែក្នុងភ្នែកពួកជ្រុលនិយមថៃដែលសហការជាមួយសំរងស៊ីគេឃើញថាសំរងស៊ីយ៉ាងហោចណាស់ក៏សំរងស៊ីជាជនជាតិខ្មែរដែរជាឈាមខ្មែរមានឈាមខ្មែរនៅក្នុងខ្លួនសំរងស៊ីខ្លះដែរដូច្នេះរឿងអីគេត្រូវយកការសម្ងាត់របស់ប្រទេសជាតិគេមកប្រាប់សំរងស៊ីហើយចុះបងមិនប្រាប់សហការគ្នាទេសហការនោះគឺដោយសារតែក្រមប្រឆាំងនៅថៃចង់យកឱកាសនេះដើម្បីខ្ចីដៃសំរងស៊ីខ្ចីកម្លាំងសំរងស៊ីប្រើប៉ុណ្ណោះហើយខ្ចីកម្លាំងសំរងស៊ីប្រើរបៀបម៉េចខ្ញុំនឹងនិយាយនៅចុងវីដេអូនេះព្រោះយើងនិយាយតាមជំហានសិនដូច្នេះនៅពេលដែលក្រមអ្នកសហការជាមួយសំរងស៊ីនៅថៃមិនបានជូនដំណឹងទៅសំរងស៊ីមិនមានឱកាសសម្រាប់បង្កព្យុះភ្លៀងជាមួយនឹង
សកម្មជនរបស់ខ្លួននៅថៃដើម្បីអុកឡុកកម្ពុជាបានទេស្របពេលឱកាសដ៏ថ្មីមួយបានកើតឡើងសម្រាប់ប្រទេសកម្ពុជាទៀតនិងពលករថៃទៀតគឺឱកាសអីឱកាសការងារជាច្រើនដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារនិងរាជរដ្ឋាភិបាលថ្មីបានប្រកបប្រកាសប្រម៉ែប្រមូលអ្នកវិនិយោគទុនមកកម្ពុជាស្របពេលដែលថៃឈ្លានពានការងារច្រើនហៅពលករទាំងនោះមកខ្មែរអស់ឃើញមកដល់ចំណុចដែលសំស៊ីបរាជ័យហ្នឹងស្របពេលដែលថៃឈ្លានពានកម្ពុជាការងារស្រុកខ្មែរបានកើនឡើងជាឱកាសដែលអាចប្រមូលយកពលករមកវិញអស់ទោះបីដូចខ្ញុំនិយាយខាងដើមវិញថាទោះបីជាអ្នកទាំងអស់នោះជាសកម្មជនរបស់សំស៊ីឬក៏មិនមែនក្តីក៏ប៉ុន្តែគេបានប្រើឈ្មោះពួកគាត់ថាជាសកម្មជនដើម្បីលួងចិត្តសំរងស៊ីរួចហើយស្រាប់តែការងារស្រុកខ្មែរច្រើនគេហៅមកវិញអស់សំរងស៊ីសល់មកចកោមដដែលបើសំរងស៊ីបានដឹងថាថៃឈ្លានពានទឹកដីកម្ពុជានៅពេលណាសំរងស៊ីប្រកាសជារៀបចំសេណារីយ៉ូមួយតាមរយៈខ្សែបណ្ដាញរបស់ខ្លួនហាមឃាត់មិនអោយពលករមកច្រើនយ៉ាងនេះទេមកខ្មែរវិញច្រើនយ៉ាងនេះទេប៉ុន្តែសំរងស៊ីវាទៅមិនដឹងដល់កាលណាទៅមិនដឹងទៅប្រើចុងក្រោយនេះដែលយើងមកអស់ហើយយើងទាញមកអស់ហើយយើងហៅគាត់មកធ្វើការងារស្រុកខ្មែរវិញអស់ហើយសំរងស៊ីបាត់បង់ឱកាសនឹងបាត់មូលហេតុនឹងហើយបានជានឹកឃើញទៅបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះព្រោះដោយសារផែនការនៅថៃនេះបានបរាជ័យទាំងស្រុងបាត់ទៅហើយមូលហេតុអីបានខ្ញុំនិយាយកដាលវីដេអូមិញថាបើជ្រុលជាសហការគ្នាហើយហេតុអីបានភាគីថៃមិនទុកចិត្តសំរងស៊ីមិនទុកចិត្តនោះត្រង់ថាទី1ខ្លាចសំរងស៊ីយកផែនការវាយប្រហារខ្មែរមកប្រាប់រដ្ឋាភិបាលខ្មែរពីព្រោះសំរងស៊ីក៏ជាជនជាតិខ្មែរមួយដែរបាទត្រង់ថាគាត់សញ្ជាតិអីគាត់ក្បត់ជាតិយ៉ាងណាក៏មិនអាចប្រកែកបានថាគាត់គឺជាឈាមខ្មែរខ្លះដែរអញ្ចឹងថៃគេអត់ហ៊ានទេគេខ្លាចសំរងស៊ីយកផែនការទាំងអស់នេះមកប្រាប់កម្ពុជាគ្រោងទុកបានមុនវាយកម្ពុជាអត់ចូលប៉ុន្តែជាក់ស្ដែងកម្ពុជាយើងបានគ្រោងទុកពីមុនមែនទោះបីជាមិនមានរបាយការណ៍ពីសំរងស៊ីមកក៏ដោយពីព្រោះសម្ដេចតេជោលោកមានបទពិសោធន៍រឿងសង្គ្រាមនេះនឹងមានជាច្រើនដងមកហើយជាមួយថៃអញ្ចឹងហើយអត់ចាំបាច់អ្នកឯងប្រាប់មិនប្រាប់ក៏សម្ដេចតេជោអត់ខ្វល់ដែរនិងសម្ដេចធិបតីអត់ខ្វល់ដែរបាទអានោះមួយទៀតបើក្នុងករណីខាងភាគីថៃឈ្លានពានកម្ពុជាមានផលវិជ្ជមានបានន័យថាកម្ពុជាវាយមិនឈ្នះថៃក្នុងរូបភាពណាមួយបាត់បង់ទឹកដីយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅថៃក្នុងរូបភាពណាមួយនោះអ្នកគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏អាចមានការរង្គោះរង្គើតិចតួចនៅពេលដែលអ្នកគ្រប់គ្រងរដ្ឋាភិបាលមានការរង្គោះរង្គើនោះហើយទើបគេប្រើសញ្ញាបៀទើបថៃគេប្រើសញ្ញាបៀសំរងស៊ីជាមួយនឹងសកម្មជននៅថៃអុកឡុកផ្ទៃក្នុងបំបាក់ផ្ទៃក្នុងដើម្បីឲ្យមានចលនាពុះកញ្ជ្រោលដូចនៅបង់ក្លាដេសនៅនេប៉ាល់អីជាដើមទើបថៃគេសង្គ្រប់យកកម្ពុជាតែម្ដងប៉ុន្តែបើសិនជាក្នុងរូបភាពនឹងមានមែនក៏រដ្ឋាភិបាលសម្ដេចមហាបវរធិបតីមិនដួលរលំដែរវាអាចមានផលរមាស់តិចតួចតែប៉ុណ្្នឹងឯងហើយនៅពេលនោះសំរងស៊ីវាគ្រាន់តែជាក្រដាស់ជូតមាត់ដែលគេជូតមកខ្វាច់ហើយបោះចោលតែប៉ុណ្្នឹងផលប្រយោជន៍ថៃអាចបានទៅខ្លះរដ្ឋាភិបាលកម្ពុជាក៏មិនដួលរលំសំរងស៊ីក៏នៅតែបន្តរត់ចោលស្រុកនឹងមួយចង្កោមដដែលចឹងហើយបានជាគេមិនទុកចិត្តសំរងស៊ីនោះអាហ្នឹងចំណុចហ្នឹងតែចំណុចដែលថាថៃឈ្លានពានមកកម្ពុជាបានភាគរយខ្ពស់និងមានផលវិជ្ជមាននោះហើយមានការរង្គោះរង្គើនោះវាគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំឲ្យយល់ថាតើគេពិតជាបោកសំរងស៊ីប្រើមែនដែរឬទេតែប៉ុណ្្នឹងទេតែជាក់ស្ដែងយើងបានឃើញហើយរាជរដ្ឋាភិបាលរបស់យើងបានខំប្រឹងប្រែងការពារប្រទេសជាតិមួយនេះឲ្យអស់ពីលទ្ធភាពនិងការពារទាំងអាយុជីវិតពលរដ្ឋនិងកងទ័ពទៀតផងរយៈពេល10ឆ្នាំជាងនេះថ្ងៃណាក៏សំរងស៊ីរំពឹងថានឹងមានថ្ងៃដែលថៃឈ្លានពានកម្ពុជាសារជាថ្មីដែរគ្រាន់តែសំរងស៊ីជ្រើសរើសដៃគូនៅថៃខុសសំរងស៊ីជ្រើសរើសសកម្មជនខ្លួនឯងខុសហើយរឿងជ្រើសរើសខុសនេះវាជាប្រពៃណីរបស់សំរងស៊ីទៅហើយពីព្រោះសំរងស៊ីមិនដែលធ្វើអីត្រូវមួយទេមិនដែលស្មានអីត្រូវមួយទេបើមិនអញ្ចឹងមិនចាញ់សម្ដេចតេជោដល់ថ្នាក់រត់ចោលស្រុកទេបាទឲ្យដឹងកន្លែងហ្នឹងអញ្ចឹងបានខ្ញុំហ៊ានសន្និដ្ឋានយ៉ាងមុតមមថាមួយជីវិតរបស់សំរងស៊ីគ្មានថ្ងៃជោគជ័យក្នុងវិស័យនយោបាយនេះជាដុំកំភួនទេមិនអាចទៅរួចទេហើយជាពិសេសនៅក្នុងពេលដែលសំរងស៊ីមិនជោគជ័យហើយសំរងស៊ីបែរជាកើតចំពេលដែលមានដៃគូមហាខ្លាំងដូចជាសម្ដេចតេជោសម្ដេចធិបតីជាដើមសម្ដេចតេជោឈប់ធ្វើនាយករដ្ឋមន្ត្រីសម្ដេចធិបតីឡើងក៏នៅតែសម្ដេចធិបតីខ្លាំងទៀតវាជាគេហៅថាខ្លួនឯងខ្សោយហើយជួបដៃគូខ្លាំងទៅទៀតវាកាន់តែមិនអាចមានផលជោគជ័យធំណាមួយមកកើតឡើងសម្រាប់សំរងស៊ីទេ
mà hộp mà cha này sừng khâm tha ông bù mình mong ổn nâng lụa tới miền ruột chiết mấy hơi phái hơi sầm rạp ông bù mình đã tam đàn sai dương nhiều bài ní dù hơi ông bù mình bật cắt chia này dây thạch ngành bà ở quần